គ្មានអ្វីដែលលំបាកជាងតួនាទីជាឪពុកម្ដាយរបស់គេនោះទេតែពួកគាត់នៅតែអាចទ្រាំបានជាមួយនឹងភាពលំបាកនិងការហត់នឿយទាំងឡាយដោយមិនរអ៊ូរទាំបន្តិចឡើយក្តីស្រឡាញ់របស់ឪពុកម្ដាយចំពោះកូនគឺជាក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌនិងគ្មានដែនកំណត់ឡើយអ្នកមិនអាចវាស់វែងក្តីស្រឡាញ់នោះដោយប្រើឧបករណ៍រង្វាស់ណាមួយបានទេឪពុកម្ដាយចាត់ទុកកូនជាមនុស្សទីមួយសម្រាប់ពួកគាត់ជានិច្ចបើទោះបីជាកូនរបស់ពួកគាត់មិននឹកនាដល់ពួកគាត់មុនគេក៏ដោយឪពុកម្ដាយសុខចិត្តហូរញើសសម្រក់ទឹកភ្នែកខំមាត់សង្កត់ចិត្តនិងធ្វើគ្រប់យ៉ាងដើម្បីកូនឲ្យតែកូនរបស់ពួកគាត់រស់នៅមានក្តីសុខនិងស្នាមញញឹមឪពុកម្ដាយកម្រពោលពាក្យត្រង់ថាស្រឡាញ់កូនណាស់ប៉ុន្តែពួកគាត់បង្ហាញតាមរយៈកាយវិការដែលសុទ្ធតែជាក្តីស្រឡាញ់ចេញពីបេះដូងរបស់ពួកគាត់ចំពោះកូនរាល់ពេលដែលអ្នកនៅឆ្ងាយពីពួកគាត់តែងនឹកដល់អ្នកបារម្ភពីអ្នកនិងអង្គុយរងចាំភ្លើងអ្នករហូតដល់ថ្នាក់បាយមិនឃ្លានទឹកមិនផឹកសម្រានមិនលក់ក៏មាននេះគ្រាន់តែជាការរៀបរាប់ត្រួសប៉ុណ្ណោះពីក្តីស្រឡាញ់របស់ឪពុកម្ដាយចំពោះកូននិងមានអ្វីជាច្រើនទៀតដែលឪពុកម្ដាយហ៊ានលះបង់និងពុះពៀតស៊ូចំពោះកូនពេលខ្លះអ្នកប្រហែលជាអន់ចិត្តកាលបើឪពុកម្ដាយរបស់អ្នកស្ដីបន្ទោសអ្នកប៉ុន្តែនេះមិនមានន័យថាពួកគាត់មិនបានស្រឡាញ់អ្នកនោះឡើយប៉ុន្តែពួកគាត់បន្ទោសដោយសារពួកគាត់ស្រឡាញ់អ្នកទៅវិញទេហើយពួកគាត់ចង់ឲ្យអ្នកក្លាយជាមនុស្សល្អម្នាក់ក្នុងគ្រួសារនិងសង្គម